Bàជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទសារ៉នសុខហេងបាទអញ្ចឹងវីដេអូថ្ងៃនេះគឺយើងនឹងមកធ្វើការចាប់ផ្ដើមមករៀននៅវគ្គ Java បាទគឺយើងរៀនទៅលើ Java Basic បាទវីដេអូមួយនេះគឺសម្រាប់បងប្អូនឬក៏បងណាដែលគាត់អត់តន់ចេះJava បាទការចាប់ផ្ដើមសរសេរកូដ Java បាទមានន័យថា Java Programming Language បាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅធ្វើការសិក្សាលម្អិតពីជំហាននីមួយៗដំបូងសម្រាប់ដើម្បីឈានទៅដល់ការសរសេរកូដទាំងអស់គ្នាបាទអញ្ចឹងជំហានទី1អ្វីដែលយើងត្រូវធ្វើមុនគេនោះគឺយើងធ្វើការ set up ទៅលើ environment របស់ Java បាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើមុនគេនោះគឺ set up environment បាទដោយទី1របស់យើងគឺយើងត្រូវមានបាទ JDK បាទ JDK ហ្នឹងអីគេបាទ JDK ហ្នឹងមានន័យថាមកពីពាក្យពេញថា Java បាទ Development បាទ Java Development Kit បាទ Java Development Kit បាទអញ្ចឹងមានន័យថាម៉េចបាទអញ្ចឹងគឺវាគឺជា package មួយមានន័យថាវាគឺជា software development kit មួយដែល developer ហ្នឹងគាត់ប្រើសម្រាប់បង្កើតឬក៏កែសម្រួលនៅដំណើរការកម្មវិធីនានាបាទដោយប្រើប្រាស់នៅភាសា Java បាទអញ្ចឹងបើយើងនិយាយឲ្យងាយស្រួលយល់ទៅបើសិនជាយើងចង់សរសេរកូដ Java យើងដាច់ខាតត្រូវតែឡើងនៅ JDK មួយហ្នឹងនៅលើ computer របស់យើងបាទហើយមួយទៀតគឺយើងទៅធ្វើការទៅឡើងនៅ IDE បាទ IDE សម្រាប់យើងសរសេរមិនមែន code editor ទេបាទគឺ IDE សម្រាប់យើងសរសេរនៅភាសា Java របស់យើងបាទអញ្ចឹងសម្រាប់ IDE របស់ខ្ញុំគឺខ្ញុំប្រើ Eclipse បាទគឺខ្ញុំប្រើទៅលើ Eclipse អញ្ចឹងជំហានដំបូងរបស់យើងនេះបាទគឺយើងទៅធ្វើការដំឡើងនៅ JDK របស់ Java បាទ Java Development Kit ហ្នឹងបាទអញ្ចឹងយើងទៅធ្វើការ install វាមកអូខេយើងចូល Google យើងវាយពីថា JDK download បាទអញ្ចឹងនេះគឺយើងវាយមកយើងនឹងឃើញនៅ website មួយនេះបាទគេដាក់ Oracle ពីលើនេះហើយ Java យើង click ទៅលើ Java download នេះមកបាទបន្តមកទៀតយើងនឹងឃើញ website មួយនេះបាទយើងធ្វើការ scroll ចុះក្រោមបាទយើងធ្វើការយកទៅលើ Java download ហើយយើងយក last version បាទនេះគឺវាចេញដល់ version 26ហើយបាទបន្តមកទៀតយើងមើលកន្លែងនេះវាមាន3 option វាមាន Linux macOS ហើយនិង Windows បាទអញ្ចឹងសម្រាប់អ្នកនរគ្នាប្រើនៅមួយណាគឺយើងប្រើចុចទៅលើមួយហ្នឹងទៅបាទគឺខ្ញុំប្រើទៅលើ Windows បាទយើង click ទៅលើ Windows បន្ទាប់មកយើងធ្វើការយកអាទី2នេះបាទយក 64 installer នេះមកបាទដោយសារតែខ្ញុំបាន install ហើយបាទប៉ុន្តែខ្ញុំ install កាលពីលើកមុនគឺ version JDK 25បាទអញ្ចឹង25អានេះវាចេញដល់26.0.1 ហើយបាទគឺអញ្ចឹងគឺអត់អីទេបាទអញ្ចឹងអ្នកនរគ្នាចុចទៅលើនឹងមកតែខ្ញុំសូមអត់ download ទេដោយសារខ្ញុំមានហើយបាទបន្ទាប់ពីអ្នកនរគ្នា download ហើយបាទ download ហើយបន្ទាប់ពីអ្នកនរគ្នា download ហើយវានឹងចូលមកកាន់ file download ហើយបាទវានឹងចូលមកកាន់ file download បាទអញ្ចឹងគឺខ្ញុំអត់មានទេដោយសារតែខ្ញុំយកវាមកដាក់ក្នុង folder Java JDK នេះបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាបើកមកនឹងឃើញ file នេះអ្នកដែលនេះចុចវាមកបាទ double click ហើយចុចលេខតាមវាមកគឺយើងធ្វើការ set up តាមវាហើយ install ហើយតាមវានឹងមកគឺវាដំណើរការបន្ទាប់ពីយើងខ្ញុំច្រឡំដោយសារតែខ្ញុំបាន install ហើយបាទអញ្ចឹងខ្ញុំធ្វើការទៅ check មើល version បន្ទាប់ពីអ្នកនរគ្នា install ហើយអ្នកនរគ្នាទៅ check មើល version បាទអញ្ចឹងខ្ញុំធ្វើការ check មើលបាទJava បាទ version បាទ Java ហើយយើងដាក់ version មកអូខេបាទនេះដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំបាន install កាលពីលើកមុន review ដែរហើយបាទគឺ version 25.0.1 អញ្ចឹង
JDK របស់យើងគឺដល់ version 2 version 26.0.1 ហើយបាទអញ្ចឹងនេះយើងមានហើយអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវធ្វើការ set up នៅ environment បាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1នោះគឺយើងទៅ check មើលនៅក្នុង program file របស់យើងបាទនេះយើងចូលមកកាន់ program file យើង scroll រក folder មួយដែលមានឈ្មោះថា Java បាទយើង scroll មើលទៅលើនេះបាទ Java បាទនេះបាទយើង click ទៅលើ JDK 25នឹងមកបើអ្នកនរគ្នាវានឹងចេញ JDK 26ឯងបាទទៅតាម version របស់វាបាទបន្ទាប់មកយើងចុចទៅកាន់ folder bin នេះមកបាទចូលឲ្យដល់ folder bin ហ្នឹងមកយើងធ្វើការរក file មួយដែលមានឈ្មោះថា javac.exe នេះបាទអញ្ចឹង file មួយហ្នឹងហើយនឹង file Java ធម្មតានេះបាទ javac.exe បាទអញ្ចឹងមានន័យថា file ហ្នឹងសម្រាប់ compile ឬក៏អំលែង code Java ឲ្យទៅជា bytecode ដែល computer របស់យើងយល់បាទអាហ្នឹងគឺវាសម្រាប់អីបាទសម្រាប់ compile ឬក៏បំលែង code bytecode បាទដើម្បីឲ្យ computer យើងងាយយល់បាទអញ្ចឹងនៅពេលដែលយើងចូលមកដល់ bin នេះហើយយើងធ្វើការ copy បាទនេះបាទអត់កំតាន់អាវបាទហើយយើងធ្វើការចូលទៅកាន់ environment បាទនេះ environment បាទតបមកឥឡូវចេះទៅខ្ញុំឲ្យអ្នកនរគ្នាងាយស្រួលបាទយើងធ្វើការចូលទៅកាន់ setting បាទហើយយើងអាចចូល system ឥឡូវចេះវិញស្រួលយល់ចឹងបាទក៏ចូល CMD យើងធ្វើការចូលទៅកាន់នេះយើងវាយតា environment មកនេះវានឹងចេញឲ្យ edit the system environment variable បាទអញ្ចឹងយើងអាចចូលក្នុងនឹងមកតទៅយើងចូលដល់ក្នុងនឹងហើយយើងនឹងឃើញពាក្យថា environment variable បាទនេះយើងចូលមកកាន់ system property ហើយនឹងមានពាក្យថា environment variable បាទយើងត្រូវការទៅ set up environment បាទយើងត្រូវការទៅដាក់ set path របស់វាបាទអញ្ចឹងត្រូវការចុច click មកហើយយើងនឹងឃើញនេះបាទយើងមើលអាក្រោមនេះបាទយើងថា system variable បាទអញ្ចឹងយើងត្រូវការ scroll ទៅរកពាក្យមួយឈ្មោះថា path បាទ variable path ណាបាទនេះយើង click ទៅលើវាបាទហើយយើងត្រូវការចុច edit បាទបន្ទាប់ពីអ្នកនរគ្នាចុច edit ហើយបាទអ្នកនរគ្នាចូលមកកាន់ file explorer របស់យើងមិញបាទដែលយើងចូលទៅកាន់នេះបាទនេះបាទចូលទៅកាន់ drive C ហើយយើងចូលទៅកាន់ program file បន្តមកទៀតរក folder មួយឈ្មោះថា Java បាទ Java ហើយនេះបាទ JDK របស់យើងចុចមកហើយចូលទៅក្នុង folder bin តទៅយើង check មើលមិញហើយយើងត្រូវការចុច copy path ទៅនេះបាទយើង copy បាទយើង copy បាទហើយយើងត្រូវការយកវាយកមក path ក្នុងនេះបាទយើងធ្វើការចុច new បាទយើងថា path ហើយដល់នេះអូខេមកប៉ុន្តែដោយសារតែខ្ញុំធ្លាប់មានហើយបាទដោយសារតែខ្ញុំធ្លាប់មាននៅ JDK ហ្នឹងខ្ញុំធ្វើការ set ហើយអញ្ចឹងខ្ញុំធ្វើការអត់ set ទេបាទអញ្ចឹងបើអ្នកនរគ្នាធ្វើការ set មកបាទ set environment មកយើងធ្វើការដាក់ path ហ្នឹងមកបាទយើងដាក់ path ហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងនេះហើយយើងធ្វើការអូខេតាមហ្នឹងមកបាទអូខេមកបាទអញ្ចឹងការ set up នៅ environment របស់យើងគឺចប់ហើយអញ្ចឹងយើងទៅធ្វើការបាទ install នៅ Spring Tool Shoot បាទអូខេការខ្វែងបាទអញ្ចឹងអ្វីយើងត្រូវធ្វើមួយទៀតបាទអីគេបាទ IDE បាទ IDE យើងត្រូវការទាញយក IDE បាទអញ្ចឹងយើងត្រូវការចូលមកកាន់នេះដដែលយើងសរសេរពាក្យថា Spring Tool Shoot download បាទហើយយើង click ទៅលើ website នេះមកនេះយើងនៅឃើញ website នេះហើយអញ្ចឹងយើង scroll មកក្រោមបន្តិចយើងនឹងឃើញវាមាន4 option បាទមាន VS Code
Cursor Eclipse ហើយនឹងនេះអញ្ចឹងទៅអញ្ចឹងអីដែលយើងត្រូវធ្វើគឺយើងប្រើទៅលើ Eclipse បាទខ្ញុំប្រើ Eclipse ហើយ Linux បាទអញ្ចឹងអ្នកនរគ្នាអាចចុច download មកដោយសារតែខ្ញុំ download ហើយគឺខ្ញុំមិន download ទេបាទបន្ទាប់ពីយើង download ហើយយើងធ្វើការចូលមកកាន់ File Explorer របស់យើងវានឹងចូលមកក្នុង download នេះប៉ុន្តែដោយសារតែខ្ញុំបានយកវាយកមកដាក់ក្នុង drive D បាទហើយខ្ញុំដាក់នៅក្នុង folder my data បាទនេះអញ្ចឹងដំបូងវាអត់មានអានេះទេបាទវាមានតែ file zip នេះបាទអញ្ចឹងយើងធ្វើការ extract វាដោយសារតែខ្ញុំ extract ហើយអញ្ចឹងខ្ញុំអត់ធ្វើការ extract ទេតោះបន្ទាប់ពីយើង extract ហើយយើងធ្វើការចុច double click ទៅលើ file extract នឹងមកបាទចុចនេះមកយើងនឹងឃើញ icon នេះបាទយើងធ្វើការចុចទៅលើ double click ទៅលើវាយើងធ្វើការចូលហើយបាទបន្ទាប់ពីយើងចូលហើយបាទវាឲ្យយើង launch បាទនេះ select វាឲ្យយើងដាក់នេះ select បាទ directory របស់ workspace របស់យើងបាទមានន័យថាយើងឲ្យយើង select directory បាទន័យថា folder បាទបើយើងនិយាយទៅគឺ directory ហើយបើយើងនិយាយទៅគឺវា folder បាទអញ្ចឹងខ្ញុំធ្វើការដាក់នៅក្នុងអីគេបាទនៅក្នុង drive D my Java learning អញ្ចឹងទៅបាទខ្ញុំ launch បាទដល់ពេលដែលខ្ញុំ launch បាទនេះគឺវាដើរហើយធ្វើការរងចាំតិចមកអូខេបាទនេះអញ្ចឹងវានឹងចេញទម្រង់បែបនេះមកអញ្ចឹងមានន័យថាយើង install វាជោគជ័យបាទអញ្ចឹងវីដេអូនេះគឺកុំឲ្យវែងពេកគឺខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនហើយវីដេអូក្រោយខ្ញុំនឹងធ្វើបន្តទៀតបាទអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បាទអរគុណ